នេះជាទស្សនវិជ្ជានៅក្នុងសម័យបុរាណភពផែនដីមានសម្រស់ស្រស់បំព្រងភ្នំព្រៃទន្លេសមុទ្រសុទ្ធតែមានពន្លឺភ្លឺថ្លាមនុស្សម្នារស់នៅយ៉ាងមានសេចក្តីសុខគ្មានសង្គ្រាមគ្មានការភ័យខ្លាចមានតែភាពសុខសាន្តនិងស្នាមញញឹមតែសេចក្តីសុខនេះមិនបានយូរនោះទេព្រោះនៅបាតសមុទ្រខ្មៅមានអរិយមហត្ថរិទ្ធមួយឈ្មោះថាវារញ្ញយៈវាមិនខ្លាចទេវតាមិនខ្លាចច្បាប់មិនខ្លាចអំណាចណាមួយឡើយក្នុងចិត្តវាមានតែភាពលោភលន់និងអំណាចវាចង់កាត់កាប់ពិភពលោកទាំងមូលថ្ងៃមួយមេឃចាប់ផ្ដើមប្រែពណ៌ពពកឡើងខ្មៅខ្យល់កន្ត្រាក់ដូចមានអ្វីមួយកំពុងតែមកដល់ហើយភ្លាមនោះវារញ្ញយៈបានមកដល់លើផ្ទៃផែនដីជើងវាដើរទៅណាក៏រំជួយសំលេងដូចគោលាន់ធ្វើឲ្យមនុស្សម្នាទាំងអស់ភ័យស្លន់ស្លោវាបំផ្លាញភូមិឋានបំផ្លាញផ្ទះសម្បែងធ្វើឲ្យមនុស្សកិច្ចទាំងភ័យខ្លាចកុមារយំម្ដាយអោបកូនមនុស្សជាច្រើនស្រែកអំពាវនាវសុំជំនួយហើយអរិយនោះសើចយ៉ាងអាក្រក់ហើយវានិយាយថាបើផែនដីនេះគ្មានមនុស្សក៏គ្មានកន្លែងរស់នៅដែរបន្ទាប់មកវារញ្ញយៈប្រើអំណាចងងឹតដើម្បីពន្លឺខ្មៅជុំវិញខ្លួនដូចជាព្យុះអាតបាំងកំពុងចាប់ផ្ដើមវាទាញផែនដីទាំងមូលដូចជាទាញវត្ថុធំមួយដោយកម្លាំងមហត្ថរិទ្ធហើយផែនដីក៏ចាប់ផ្ដើមលិចរហូតធ្លាក់ដល់បាតសមុទ្រខ្មៅជ្រៅបំផុតភ្លាមមេឃចាប់ផ្ដើមងងឹតសូម្បីតែព្រះអាទិត្យក៏ស្រអាប់ខ្យល់បក់បោកខ្លាំងសមុទ្ររលកធំពិភពលោកដូចជាកំពុងតែបាត់ពន្លឺសេចក្តីសង្ឃឹមទេវតាទាំងអស់ក៏ភ័យស្លន់ស្លោពួកគេនាំគ្នាមើលដោយក្តីព្រួយហើយបានប្រជុំគ្នានៅឋានសួគ៌ពួកគេលើកដៃប្រណម្យអធិដ្ឋានឲ្យអំពាវនាវថាសូមព្រះនរាជជួយផងជួយសង្គ្រោះផែនដីជួយសង្គ្រោះសត្វលោកនៅពេលនោះពន្លឺមាសធំមួយបានភ្លឺឡើងនៅលើមេឃចែងចាំងដូចជាព្រះអាទិត្យរាប់ពាន់ពន្លឺនោះបានបំភ្លឺឋានសួគ៌ទាំងមូលហើយសំឡេងដ៏ខ្ពស់មួយបានស្រែកលាន់ឮថាកុំភ័យខ្ញុំនឹងចុះទៅជួយផែនដីឡើងមកវិញទេវតាទាំងអស់ក៏ស្ងប់ស្ងាត់ព្រោះពួកគេដឹងថាអ្នកដែលអាចជួយផែនដីឡើងមកវិញគឺមានតែព្រះនរាយណ៍មួយតែប៉ុណ្ណោះដើម្បីប្រយុទ្ធនៅក្នុងសមុទ្រជ្រៅដើម្បីទាញផែនដីត្រឡប់មកវិញតើព្រះនរាយណ៍ទ្រង់អវតារជាទម្រង់អ្វីដែលខ្លាំងបំផុតកុំឲ្យខកខានសូមរងចាំទស្សនាភាគ2